មានមនុស្សម្នាក់ស្រឡាញ់យើងតាំងពីយើងមិនទាន់ស្គាល់មុខខ្លួនឯងមានមនុស្សម្នាក់ឮសំឡេងយំរបស់យើងហើយភ្ញាក់ភ័យជាងសំឡេងអ្វីទាំងអស់ក្នុងលោកមានមនុស្សម្នាក់ចាស់ទៅដោយស្ងាត់ខណៈដែលយើងធំលូតលាស់ដោយមិនសូវចាប់អារម្មណ៍រូបគាត់មនុស្សម្នាក់នោះគឺម្ដាយពេលយើងនៅតូចយើងមិនដឹងទេថាបាយមួយចានដែលនៅមុខយើងអាចជាបាយចានចុងក្រោយដែលគាត់ទុកឲ្យយើងមិនដឹងទេថាសម្លៀកបំពាក់ថ្មីរបស់យើងអាចជាប្រាក់ដែលគាត់សន្សំទុកប៉ុន្តែគាត់លះបង់ឲ្យយើងមិនដឹងទេថារាត្រីដែលយើងគេងយ៉ាងស្កប់ស្កល់គាត់ប្រហែលជាអង្គុយគិតថាថ្ងៃស្អែកត្រូវរកអ្វីឲ្យកូនញ៉ាំម្ដាយមិននិយាយថាខ្លួនហត់ទេមិនដែលប្រាប់យើងថាគាត់លំបាកទេគាត់និយាយតែថាម៉ែមិនអីទេកូនប៉ុន្តែពាក្យមិនអីទេរបស់ម្ដាយអាចមានទឹកភ្នែកការលះបង់ការអត់ធ្មត់និងក្តីបារម្ភរាប់មិនអស់អំពីកូនពេលយើងចង់បានអ្វីមួយម្ដាយនិយាយថាចាំម៉ែរកឲ្យពេលយើងបរាជ័យម្ដាយនិយាយថាមិនអីទេកូនអាចចាប់ផ្ដើមម្ដងទៀតពេលពិភពលោកមើលមិនឃើញតម្លៃយើងម្ដាយនៅតែជាមនុស្សម្នាក់ដែលជឿថាយើងមានតម្លៃ